រៀបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាថ្ងៃនេះមកច្រូតស្រូវនៅវាលស្រែបឹងស្ពឹកធំវាបឹងស្ពឹកធំរីកទឹកអស់ខ្លះមកច្រូតស្រូវងាហើយនេះខាងនេះស្រូវខ្ញុំខាងនេះធ្វើខាងនេះស្រូវបងប្អូននៅចិត្តខាងគាត់ធ្វើដែរបានបបោផលតែវាស្រូវខ្ញុំខាងនោះទុំហ្នឹងខាងនេះច្រូតដែរឃើញទេសភាពស្អាតហើយមើលទៅវាលព្រៃនាមវាសុទ្ធតែស្អាតស្រូវពណ៌ក្រហមស្អាតទៅហើយសំនឹងទេសភាពចង់បក់ល្បិចចេះចង់ថតលេងចែកជូនបងប្អូនដែលនៅឆ្ងាយស្រុកឆ្ងាយស្រែនិងប្រទេសនៅចម្បែកអាចមើលបានស្រែបោះបងទៅទៅច្រូតម្សាហើយច្រូតអស់ម្សាហើយប៉ុន្តែខាងនេះយើងធ្វើក្រោយអញ្ចឹងវាទឹកតែទុំហើយថ្ងៃហ្នឹងល្មមច្រូតទៅក៏មកច្រូតអាចមើលបានថ្ងៃបានមកណាប្រៃនាមសេះអ្នកធ្វើការស្រុកកែពេញអីចឹងយូរបានមកស្រុកម្ដងថ្ងៃបានមកណាគឺយើងថតចែកគ្នាមើលតែមកដល់ហើយយើងថតចែកគ្នាមើលខាងនេះសក់ស្រែកគេទេនេះប៉ុន្តែចិត្តប្រមូលផលហើយមើលទៅវាស្រស់ស្រាយស្រស់ស្រាយស្រស់ស្រាយស្រែស្រូវធ្វើផលបានហើយធ្វើស្រែបានផលច្រើនហើយរាល់តែឆ្នាំហើយគ្រាន់តែផលិតផលនៃតម្លៃស្រូវហ្នឹងវាមិនសមប្រកបសោះជួនកាលជំពាក់គេជួនកាលទៅក៏រួចខ្លួននៅខាងជីវិតអ្នកស្រែបើមិនធ្វើស្រែមិនធ្វើអីចាំចេះតែទៅបានតិចតួចក៏គ្រាន់បើជាងអត់ទីយំហ៎ចាំទីនៅចិត្តហ្នឹងនេះដូចជាតំបន់មិនដឹងនេះជាតំបន់2បើមិនតំបន់2តំបន់ខ្ញុំសោះច្បាស់អត់ពលណាស់ទេសភាពស្រុកស្រែសប្បាយម្យ៉ាងដែរស្រស់ស្រាយ stress ការងារអាចមកស្រុកស្រែលេងផ្សានទៅខ្ញុំមកស្រុកនំនេះពេលខែទឹកទន្លេឡើងនេះលិចដល់លិចអស់តាមនំនេះដល់ខែទឹកឡើងស្រូវអត់បានធ្វើទេពេលខ្លះធ្វើឲ្យលិចទៅទៀត
ព្រោះទឹកទន្លេវាឡើងទៅដល់នោះទឹកទន្លេដូចជាម្សិលមិញម្សិលថ្ងៃច្រូតស្រូវបងខ្ញុំខាងនោះខាងទៅប្រាំងក្តារអ្នកដែលនៅតំបន់នេះបើជាស្គាល់ប៉ុណ្ណេះអ្នកដែលនៅឆ្ងាយបែបមិនស្គាល់ទេសូម្បីតែឈ្មោះក៏មិនធ្លាប់ឮផងខ្ញុំបាត់ថាអ្នកនៅម្ដុំនឹងក៏បាត់វិញក៏តែបើក្តារនោះទៅបានប៉ុន្មានដងដែរឮតែឈ្មោះដែរតាក់ហើយបងចាំមិនដែរពេលក្មួយបេះឈូកឈូកធម្មជាតិមានអីទេប៉ុណ្្នឹងឯងវិលចុះវិលឡើងនេះវត្តទេសភាពវាស្អាតបាទអរគុណច្រើនជំរាបលាសុខសប្បាយដល់អ្នក